នាថ្ងៃមួយធានភៀនកំពុងអង្គុយលេងអុកជាមួយមិត្តភក្តិមួយក្រុមយ៉ាងសប្បាយក្នុងសួនច្បារស្រាប់តែបុរសម្នាក់ដើរតម្រង់មករកជួបធានភៀនសួរទៅបុរសនោះថាតើមានธุរៈអ្វីទៅបានជាមករកជួបនឹងគេដូច្នេះបុរសនោះក៏ឆ្លើយថាខ្ញុំបានលើគេនិយាយសរសើរពីលោកថាលោកមិនចង់ធ្វើជានិមិត្តទេហេតុនេះទើបខ្ញុំមានចិត្តចង់រីករាយចង់ទៅបម្រើលោកធានភៀនឆ្លើយញញឹមដោយក្តីពេញចិត្តលោកដូចជាសរសើរខ្ញុំជ្រុលពេកហើយគេក៏និយាយបន្តដោយដាក់ខ្លួនដាក់កាយថាតើលោកដឹងគំនិតរបស់ខ្ញុំពីណាមកដឹងពីនារីម្នាក់ដែលនៅចិត្តផ្ទះខ្ញុំនោះអីនារីចិត្តផ្ទះធានភៀនសួរម្ចាស់ទៅវិញដោយក្តីងឿងឆ្ងល់ពិតមែនហើយទេប្រុសបុរសនោះឆ្លើយហើយយំតទៀតថានារីដែលជាចិត្តផ្ទះខ្ញុំបាត់នោះបានស្បាត់ស្បាយថាជាតិនេះនាងមិនពងរៀបការដាច់ខាតពេលនេះនាងមានអាយុ30ទៅហើយថែមទាំងមានកូនរហូតដល់ទៅ7នាក់ទៀតផងទោះជាមិនបានរៀបការក៏ពិតមែនតែនេះមានកូនច្រើនជាងអ្នកដែលបានរៀបការទៅទៀតហើយលោកម្ចាស់វិញតែងពោលចំណិចថាធុញណាស់មិនចង់ធ្វើនិមឺនទេតែផ្ទះរបស់លោកមានរបស់ស៊ីចុកប្រើប្រាស់លើពីនិមឺនទៅទៀតរីឯខ្ញុំបំរើមានដល់ទៅរាប់រយអ្នកណោះទោះបីលោកម្ចាស់ពុំមិនជានិមឺនតែរឹកពីនឹងអំណាច